នេះគឺជាប្រាសាទដែលមានអាយុកាលច្រើនជាងប្រាសាទអង្គរវត្តនិងប្រាសាទបាយ័នរហូតដល់200ឆ្នាំហើយវាក៏ជាប្រាសាទដំបូងគេដែលបានកសាងឡើងនៅក្នុងតំបន់ទឹកដីអង្គរបន្ទាប់ពីព្រះបាទជ័យវរ្ម័នទី2ទ្រង់ផ្លាស់ប្ដូររាជធានីពីជួរភ្នំកលែនមកហើយប្រាសាទនេះក៏មានឈ្មោះថាប្រាសាទព្រះគោបច្ចុប្បន្ននេះប្រាសាទព្រះគោគឺពុំសូវមានភ្ញៀវទៅទស្សនាប្រមាណទេបើសិនជាយើងធៀបទៅនឹងប្រាសាទអង្គរវត្តឬក៏ប្រាសាទបាយ័នហើយមូលហេតុដែលសារតែប្រាសាទនេះអាចនឹងរៀងស្ថិតនៅឆ្ងាយពីប្រាសាទអង្គរវត្តរហូតដល់13គីឡូម៉ែត្រជាងឯណោះប៉ុន្តែមូលហេតុដែលខ្ញុំធ្វើវីដេអូនេះឡើងក៏ព្រោះតែខ្ញុំចង់បង្ហាញបងប្អូនឲ្យបានស្គាល់ខ្លះៗអំពីប្រវត្តិរបស់ប្រាសាទមួយនេះនៅក្នុងខេត្តសៀមរាបគឺជាខេត្តដែលសម្បូរទៅដោយប្រាង្គប្រាសាទបុរាណជាច្រើនហើយវាក៏ជាខេត្តដែលទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាយ៉ាងច្រើនមិនថាភ្ញៀវជាតិឬក៏អន្តរជាតិនោះទេជាមួយគ្នានេះដែរនៅក្នុងតំបន់អង្គរគឺមានផ្ទៃកន្លាប្រមាណ402គីឡូម៉ែត្រការ៉េហើយនឹងមានប្រាសាទប្រហែលជា300ប្រាសាទប៉ុន្តែនាពេលបច្ចុប្បន្ននេះគឺមានត្រឹមតែ40ប្រាសាទតែប៉ុណ្ណោះដែលជាប្រាសាទមេហើយភ្ញៀវទាំងអស់គឺអាចចូលទស្សនាបានខណៈពេលដែលប្រាសាទមួយចំនួនធំទៀតគឺមិនទាន់បានជួសជុលហើយខ្លះទៀតក៏ស្ថិតនៅក្នុងព្រៃជ្រៅហើយខ្លះទៀតក៏ត្រូវការពេលវេលានៅក្នុងការធ្វើកំណាយដល់ឡែកគឺមានប្រជាជនខ្មែរយើងតិចណាស់ដែលដឹងថាតើប្រាសាទណាដែលមានវ័យចំណាស់ជាងគេនៅក្នុងតំបន់អភិរក្សអង្គរហើយនេះគឺជាប្រាសាទព្រះគោដែលបានកសាងឡើងនៅចុងសតវត្សទី9ដោយព្រះបាទឥន្ទ្រវរ្ម័នទី1ដើម្បីឧទ្ទិសដល់ព្រះឥសូរនៅក្នុងព្រហ្មញ្ញសាសនាហើយនេះក៏ជាប្រាសាទដែលសង់ឡើងដើម្បីថ្វាយឧទ្ទិសដល់ព្រះមេដាបិតារបស់ព្រះអង្គគឺព្រះបាទជ័យវរ្ម័នទី2និងអគ្គមហាសីរបស់ទ្រង់ប្រាសាទព្រះគោគឺមានតួប្រាង្គ6រៀបចំចេញជាពីរជួរហើយសង់នៅលើខឿនមួយដែលមានកំពែង3ជាន់មានទ្វារចូលពីខាងកើតនិងខាងលិចក្នុងកំពែងមួយដែលមានរាង4ជ្រុងស្មើនឹងកំពែងទី2ហើយវាក៏ត្រូវបានហុំព័ទ្ធដោយគូទឹកយ៉ាងស្រស់ស្អាតមែនទែនជារចនាបថព្រះគោដ៏ល្បីល្បាញក្នុងប្រវត្តិសាស្ត្រសិល្បៈស្ថាបត្យកម្មខ្មែរលក្ខណៈសម្បត្តិដ៏ពិសេសនៃក្រុមព្រះគោរបស់ប្រាសាទនេះគឺបានរំលេចនៅក្បាច់ក្បូរយ៉ាងល្អស្អាតមែនទែនដោយមានវត្តមានចម្លាក់តំណាងទ្វារបាលក្នុងឥរិយាបថឈរហើយមានលំពែងនៅក្នុងដៃប្រាសាទព្រះគោគឺមានកំពែងនៅខាងក្រៅទំហំ400ម៉ែត្រគុណឲ្យ500ម៉ែត្រហើយនៅផ្នែកកណ្ដាលខាងកើតនៃលានគឺគេឃើញមានចម្លាក់គោ2ធ្វើអំពីថ្មភក់បែរទៅរកទូប្រាក់ដែលជាកំណើតឈ្មោះប្រាសាទនេះប្រាសាទព្រះគោត្រូវបានប្រជាជននៅសម័យក្រោយដាក់ឈ្មោះឲ្យថាប្រាសាទព្រះគោដោយសារតែយោងទៅតាមរូបសំណាកព្រះគោចំនួន3នៅចំពីមុខប្រាង្គទាំង3នៃប្រាសាទនេះឯងតាមពិតទៅប្រាសាទនេះគឺមានឈ្មោះថាស្រីបម្រេស្វរៈដែលជាភាសាសំស្ក្រឹតហើយសត្វគោតាមជំនឿហិណ្ឌូគឺគេជឿថាវាជាជំនឿរបស់ព្រះឥសូរដូច្នេះហើយបានជាគេហៅប្រាសាទនេះថាជាប្រាសាទព្រះគោរហូតមកដល់សព្វថ្ងៃនេះហើយចម្លាក់រូបឥសីនេះក៏ជារូបដំបូងដែលត្រូវបានគេរកឃើញនៅក្នុងប្រាសាទដ៏ចំណាស់មួយនេះផងដែរនេះគឺសបង្ហាញឲ្យឃើញពីតាក់តាំងដ៏មានសារៈសំខាន់មួយឲ្យឃើញអំពីទូនាទីអ្នកបួសនៅក្នុងព្រហ្មញ្ញសាសនាហើយខ្មែរយើងកាលជំនាន់នោះគឺជឿថាពួកគាត់ដែលបានបួសទាំងអស់នេះគឺពិតជាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងកិច្ចការរាជការខ្មែរតាំងពីសម័យបុរាណមកហើយពួកឥសីក៏ក្លាយទៅជាចំណែកមួយយ៉ាងសំខាន់ដែលជួយឲ្យអាណាចក្រខ្មែររុងរឿងរហូតមកដល់សម័យអង្គរសូមយកបងប្អូនសង្ឃឹមថានេះគឺជាចំណេះដឹងតូចមួយទៅកាន់បងប្អូនតាក់ទងទៅនឹងភាសារបស់ខ្មែរយើងហើយអ្វីដែលខ្ញុំនិយាយខាងលើនេះវាគ្រាន់តែជាជំនឿរបស់បុព្វបុរសខ្មែរយើងកាលពីជំនាន់ដើមទៅតែប៉ុណ្ណោះដូច្នេះជួយជាមួយខ្ញុំthêmទិញវីដេអូថ្ងៃស្អែកបន្ទាប់សូមអរគុណកន្លែងដែលមានបរិយាកាសដ៏ស្ងប់ស្ងាត់ល្អរួមជាមួយនឹងគ្រឿងបរិក្ខារពិនិត្យដែលលាយឡំជាមួយនឹងក្បាច់រចនារបស់ខ្មែរគឺជាក្តីស្រមៃរបស់មនុស្សទូទៅដែលចង់សម្រាកលំហែកាយបន្ទាប់ពីការងារហើយការសាក់ថ្មឲ្យជីវិតខ្លួនឯងតាមរយៈសកម្មភាពទាំងអស់នេះគឺមានន័យថាអ្នកកំពុងតែរក្សាលំនឹងជីវិតរបស់អ្នកឲ្យសមាមាត្រគ្នារវាងការងារនិងជីវិតផ្ទាល់ខ្លួនហើយបើបន្ថែមជាមួយនឹងអាហារដ៏មានរសជាតិឈ្ងុយឆ្ងាញ់បែបធម្មជាតិជាមួយនឹងការគយគន់មើលទេសភាពដ៏ខៀវស្រងាត់ជុំវិញរមណីយដ្ឋានទៀតនោះវារឹតតែជាបទពិសោធន៍ដ៏ឥតខ្ចោះមួយដែលខ្ញុំបានរកឃើញនៅកន្លែងឈ្មោះថាដំណាក់មនោរម្យ